ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រាត្រីព្រឺព្រួយជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងរាត្រីនេះសង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នារឿងរ៉ាវរបស់យើងនៅក្នុងរាត្រីនេះគឺនិយាយអំពីឃាតកម្មមួយដែលនារីជាសង្សារធ្វើបានគេសម្លាប់និយាយទៅសម្លាប់នៅនឹងបន្ទប់ជួលណាហើយក៏គេចាក់សោចោលចឹងទៅហើយអ្នកដែលសម្លាប់ហ្នឹងគឺជាសង្សាររបស់គាត់សង្សារគេហ្នឹងគឺគេស្នាក់អីជាមួយគ្នាចឹងនៅលើទឹកដីខេត្តសៀមរាបហើយសាច់រឿងនេះដែរគឺខ្ញុំទទួលបានពីបងស្រីម្នាក់ដែលគាត់មានឈ្មោះថាស៊ូបងប្អូនជាប្រិមិត្តចាស់របស់ខ្ញុំច្បាស់ជាស្គាល់គាត់ដែររឿងរ៉ាវមួយហ្នឹងគឺវាបានកើតឡើងតាំងពីគាត់អាយុ18-19ឆ្នាំដែលគាត់ធ្វើការនៅខេត្តសៀមរាបណាអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមនាំអារម្មណ៍ប្រិមិត្តអ្នកស្ដាប់ទាំងអស់មកស្ដាប់កំសាន្តនៅសាច់រឿងពេញដូចតទៅរឿងរ៉ាវមួយនេះគឺបានកើតឡើងកាលពីបងស្រីគាត់មានអាយុ18-19ឆ្នាំដែលកាលហ្នឹងគឺគាត់ទៅធ្វើការនៅខេត្តសៀមរាបតាមពិតទៅបងស៊ូគាត់គឺជាអ្នកខេត្តបាត់ដំបងទេក៏ប៉ុន្តែពេលដែលគាត់មានវ័យ18-19ឆ្នាំហ្នឹងគាត់ក៏បានបដូរទីតាំងទៅកាន់ខេត្តសៀមរាបបានន័យថាបដូរការងារណាដែលការងារជាប្រចាំរបស់គាត់តាំងពីក្មេងហ្នឹងគឺគាត់លក់ផ្លែឈើចំណែកឯធំបន្តិចហ្នឹងគឺគាត់មានមុខរបរជាអ្នកលក់ខោអាវអីវ៉ាន់ក្បាលគីបក្បាលអីចឹងទៅពីមុនគ្រូសារបស់គាត់ហ្នឹងគឺរកស៊ីកាក់កបជាមួយនឹងផ្លែឈើជាមួយនឹងខោអាវហ្នឹងណាប៉ុន្តែគាត់ថាมันបានយូរប្រហែលសេដ្ឋកិច្ចគ្រួសារហ្នឹងក៏វាមានបញ្ហាអញ្ចឹងហើយតម្រូវឲ្យគាត់ចាក់ចេញឆ្ងាយពីផ្ទះដើម្បីទៅធ្វើការនៅខេត្តសៀមរាបអញ្ចឹងទៅយើងតមកដល់ខេត្តសៀមរាបវិញបងស៊ូគាត់បានប្រាប់ថាមកដល់សៀមរាបហ្នឹងគឺគាត់មានមិត្តភ័ក្តិដែលគេមកឡើងមកសៀមរាបហ្នឹងពីមុនណាប្រហែលជាគាត់រៀនជួបគ្នាអីស្គាល់គ្នាមិនក៏មិនដឹងទេគ្រាន់តែថាបងស្រីគាត់បញ្ជាក់ថាមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺជាអ្នករស់នៅខេត្តសៀមរាបស្រាប់ពេលខ្លះអាចថាពួកគាត់ស្គាល់គ្នាជាអ្នកខេត្តក្បែរជាអ្នកខេត្តជាប់គ្នាអញ្ចឹងទៅគ្រាន់ថាគេនៅខេត្តសៀមរាបគាត់ខេត្តបាត់ដំបងអញ្ចឹងទៅប៉ុន្តែពួកគាត់រាប់អានគ្នាជា best friend លក្ខណៈថាមិត្តសម្លាញ់អញ្ចឹងទៅអញ្ចឹងពេលដែលបងស៊ូគាត់ឡើងទៅខេត្តសៀមរាបមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បានរើផ្ទះជួលរើបន្ទប់ជួលណាមកនៅជាមួយនឹងបងស៊ូដែរហើយដោយសារតែបងស៊ូគាត់ថាគាត់នៅក្មេងអាយុ18ឆ្នាំហើយជាមនុស្សស្រីចំណែកឯមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏អត់អាយុច្រើនប្រហែលដែរអញ្ចឹងដោយសារតែឃើញថាពួកគាត់ក្មេងៗអញ្ចឹងណាបងរបស់មិត្តភ័ក្តិគាត់បានន័យថាបងរបស់មិត្តភ័ក្តិបងស៊ូហ្នឹងគាត់ក៏បានរើអីវ៉ាន់មកនៅជាមួយពួកគាត់ដែរហើយបញ្ជាក់ជូនទៅកាន់បងប្អូនយើងបន្តិចបងរបស់មិត្តភ័ក្តិបងស៊ូហ្នឹងណាគាត់គឺជាភេទទី3ទេហើយឈ្មោះរបស់គាត់ហ្នឹងគេហៅថាបង Revalon ហើយបើតាមខ្ញុំប៉ាន់ស្មានប្រហែលជាឆ្នាំល្បាក់2000ជាងអត់ដល់2010ទេពីព្រោះថាការនោះគឺល្បីទឹកអប់ Revalon អញ្ចឹងណាអញ្ចឹងបានជាគេហៅបងរបស់មិត្តភ័ក្តិបងស៊ូហ្នឹងហៅថាបង Revalon អញ្ចឹងខ្ញុំមិនដឹងថាតើអាចថាមកពីអញ្ចឹងឬអត់គាត់ថាគាត់គឺជាភេទទី3ហើយគេហៅឈ្មោះគាត់ថាបង Revalon ចាប់ផ្ដើមមកនៅខេត្តសៀមរាបមកដល់ទឹកដីក្រុងសៀមរាបបងស៊ូគាត់បានស្នាក់នៅក្នុងបន្ទប់មួយ3នាក់ដែលក្នុងនោះមានគាត់មិត្តភ័ក្តិរបស់គាត់និងបងរបស់មិត្តភ័ក្តិគាត់ដែលគាត់នឹងគឺជាភេទទី3ហើយមានឈ្មោះថា Revalon បងស៊ូគាត់បានប្រាប់ថាការហ្នឹងគឺគាត់ធ្វើការនៅអាជ្ញាធរជាតិអប្សរានៅផ្លូវ60ម៉ែត្រប៉ុន្តែគាត់បានជួលផ្ទះហ្នឹងគឺឆ្ងាយពីកន្លែងផ្លូវ60ម៉ែត្រហ្នឹងដោយមូលហេតុដោយសារតែគាត់នឹងធ្វើការងារយប់ទៀតបានន័យថាពេលថ្ងៃម៉ោងធ្វើការធម្មតាហ្នឹងគឺគាត់ធ្វើនៅអាជ្ញាធរជាតិអប្សរាចំណែកឯពេលយប់គឺគាត់ធ្វើការនៅតាមភោជនីយដ្ឋានដូចជារថតុករថអីអញ្ចឹងទៅបងស៊ូគាត់បានប្រាប់ថាអញ្ចឹងដើម្បីធ្វើការយប់បានតើតែគាត់នឹងជួលផ្ទះម្ដុំចិត្តហាងអញ្ចឹងទៅហើយពេលហ្នឹងគាត់ជួលផ្ទះនៅខាងក្រោយស្នាដៃម៉ែក្មេកម្ដុំស្នាដៃម៉ែក្មេកហ្នឹងអ្នកខ្លះគេហៅថាផ្លូវមេបុនឬក៏ស្នាដៃម៉ែក្មេក1ស្នាដៃម៉ែក្មេក2អញ្ចឹងទៅព្រោះម្ដុំដែលគាត់ជួលផ្ទះហ្នឹងគឺសម្បូរភោជនីយដ្ឋានមែនតើយើងដឹងស្រាប់ហើយចំពោះការងារ part time ដែលជាអ្នករត់តុកអ្នកអីចឹងយើងត្រូវការភោជនីយដ្ឋានច្រើនពីព្រោះថាកន្លែងខ្លះក៏ពេញកន្លែងខ្លះក៏មិនទាន់ពេញងាយស្រួលនៅក្នុងការរកការងារបងស៊ូគាត់បានប្រាប់ថាចំពោះភ
ផ្លូវមេបុនឬក៏ស្នាដៃម៉ែក្មេក1ម៉ែក្មេក2ហ្នឹងណាសម្រាប់អ្នកសៀមរាបមិនចាំបាច់និយាយក៏គេស្គាល់ដែរបានន័យថាគេស្គាល់កន្លែងហ្នឹងតែម្ដងបងស៊ូគាត់បានប្រាប់ថាដោយសារតែពួកគាត់គឺជាអ្នកខ្វះខាតជីវភាពខ្សត់ខ្សោយបានន័យថាឡើងពីខេត្តផ្សេងអីមកដើម្បីស្វែងរកការងារនៅក្រុងណាអញ្ចឹងហើយគឺតម្រូវឲ្យគាត់នឹងធ្វើការ2ម៉ោងផងការងារខ្លះយើងអាចនិយាយបានថាត្រូវបានគេមិនអោយតម្លៃត្រូវបានគេមើលងាយនៅក្នុងភោជនីយដ្ឋានបងប្អូនអ្នកដែលធ្លាប់ចូលភោជនីយដ្ឋានអ្នកដែលធ្វើការនៅភោជនីយដ្ឋានច្បាស់ជាដឹងហើយជាពិសេសភោជនីយដ្ឋានដែលបើកនៅពេលរាត្រីសម្រាប់ពេលថ្ងៃពេលអីហ្នឹងគឺមិនអីទេបងស៊ូគាត់បានប្រាប់ថាដោយសារតែភោជនីយដ្ឋានមកដល់បច្ចុប្បន្នហ្នឹងគឺគេបានបិទហើយអញ្ចឹងគាត់ឲ្យខ្ញុំហ្នឹងប្រាប់ឈ្មោះគេបានដែលភោជនីយដ្ឋានពួកគាត់ធ្វើការហ្នឹងណាមានឈ្មោះថាភោជនីយដ្ឋានត្រីកោណពួកម៉ាក់របស់គាត់ដែលមានឈ្មោះថាស្រីពៅគាត់បានទទូចស្នើទៅអ្នកគ្រប់គ្រងហាងណាកន្លែងដែលគេធ្វើការហ្នឹងគាត់សុំធ្វើការត្រឹមតែម៉ោង11ឬក៏12យប់ទេសុំចប់ការងារប៉ុណ្ណឹងចឹងទៅហើយពួកគាត់រត់តែតុកទេមិនផឹកស្រាមិនអង្គុយជាមួយភ្ញៀវពីព្រោះថាពេលព្រឹកម៉ោង6ព្រឹកអីចឹងទៅត្រូវក្រោកទៅធ្វើការបន្តខាងអ្នកគ្រប់គ្រងហ្នឹងគាត់ក៏បានយល់ព្រមហើយពួកគាត់ណាក៏មាន ID card បញ្ជាក់អាយុបានន័យថាគាត់ក៏មានអត្តសញ្ញាណប័ណ្ណបញ្ជាក់ថាពួកគាត់ហ្នឹងគឺ18 19ឆ្នាំអីចឹងទៅមុនពេលដែលពួកគាត់ធ្វើការនៅភោជនីយដ្ឋានត្រីកោណហ្នឹងណាភោជនីយដ្ឋានហ្នឹងក៏ធ្លាប់មានករណីឃាតកម្មមួយបានកើតឡើងនៅផ្ទះជួលដែលស្ថិតនៅលើផ្លូវនាងពូនហើយវាក៏អត់ឆ្ងាយពីបន្ទប់ជួលរបស់ពួកគាត់ប្រហែលទេដូចថាយើងជិះម៉ូតូទៅអីចឹងប្រហែលជា5នាទីទៅដល់កន្លែងហ្នឹងចឹងណាបានន័យថាពីផ្ទះជួលឬក៏ពីបន្ទប់ជួលរបស់ពួកគាត់ទៅគឺចំណាយពេលប្រហែលជា5នាទីទៅដល់កន្លែងករណីឃាតកម្មហ្នឹងហើយករណីឃាតកម្មហ្នឹងដូចខ្ញុំបាននិយាយខាងដើមនៃវីដេអូយើងចឹងគឺសាហាវខ្លាំងមែនតើករណីឃាតកម្មហ្នឹងគឺខាងប្រុសគេវាយធ្វើបាបខាងស្រីហើយរឹតកសម្លាប់គ្នានឹងខ្សែក្រវ៉ាត់បានន័យថាគេយកខ្សែក្រវ៉ាត់ហ្នឹងមករឹតជាប់នឹងកកហើយដកដង្ហើមអត់ចេញទៅក៏ស្លាប់ទេបងប្អូនកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ប្រាប់ចេះធម្មតាខ្សែក្រវ៉ាត់របស់មនុស្សប្រុសយើងណាគឺវាមានកលៈវាបងប្អូនវាដូចជាខ្សែរួតដូចជាខ្នោះដូចជាអីចឹងដែរកាលណាយើងទាញទៅគឺវាកាន់តែរឹតទាញកាន់តែខ្លាំងកាន់តែរឹតអញ្ចឹងគេយកអាខ្សែក្រវ៉ាត់ហ្នឹងមករឹតកករហូតដល់ស្លាប់អញ្ចឹងទៅបន្ទាប់ពីស្ត្រីខាងលើដែលត្រូវបានសង្សារនឹងរឹតកសម្លាប់ហើយណាដោយដែលបងប្អូនបានដឹងអញ្ចឹងពាក្យចចាមរាមព័ត៌មាននៅក្នុងស្រុកខ្មែរយើងហ្នឹងគឺវាលឿនខ្លាំងមែនតើពីមាត់មួយទៅមាត់មួយពីមាត់មួយទៅមាត់មួយអញ្ចឹងណាដោយលឺតគ្នាអញ្ចឹងទៅក៏នាំគ្នាផ្អើលឈូឆនៅម្ដុំហ្នឹងរបៀបថាផ្អើលនាំគ្នាទៅមើលកន្លែងករណីមួយហ្នឹងអញ្ចឹងទៅបងស្រីគាត់បានប្រាប់ថានៅពេលហ្នឹងមិត្តភ័ក្តិរបស់គាត់និងបងប្រុសដែលជាបងភេទទី3ណាដែលគាត់មានឈ្មោះថា Revelon ហ្នឹងគាត់ក៏នាំគ្នាទៅមើលជាស្ដែងទៅបងស៊ូគាត់អត់ទៅទេដោយសារតែបងស៊ូគាត់រៀងរបៀបថារៀងនឹងអារឿងខ្មោចអារឿងឃើញសពឃើញអីហ្នឹងហើយពីព្រោះថាដូចកាលគាត់នៅបាត់ដំបងណាកាលពីគាត់នៅក្មេងគាត់ធ្លាប់ជួបប្រទះជាមួយនឹងលោកពូម្នាក់ដែលគាត់អាកយកកាបិតហ្នឹងមកអាកនៅមុខរោងម៉ាស៊ីនអញ្ចឹងទៅគាត់ក៏របៀបថាគាត់រៀងចាលនឹងរឿងហ្នឹងគាត់អត់ទៅទេប៉ុន្តែមិត្តភ័ក្តិរបស់គាត់និងបងប្រុសនិងបងភេទទី3ហ្នឹងគឺគាត់ទៅក្រោយពេលដែលថាគាត់ទៅមកសបកស្រាប់តែពេលហ្នឹងមិត្តភ័ក្តិរបស់គាត់និងបង Revelon ហ្នឹងក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញពេលដែលមិត្តភ័ក្តិជាមួយនឹងបង Revelon ហ្នឹងត្រឡប់មកដល់ផ្ទះគាត់ក៏លេចឃើញថាមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺរបៀបថាទឹកមុខហ្នឹងគឺពិបាកមើលខ្លាំងមែនតើហើយគាត់ឡើងមុខឡើងស្វាយយកហ្មងប៉ុន្តែបើនិយាយពីបង Revelon គឺគាត់អត់អីទេរបៀបថាគាត់ចាស់ជាងគាត់អាយុច្រើនជាងគាត់យល់ដឹងជាងអីក៏មិនដឹងហើយក៏គាត់មិនខ្លាចអីក៏មិនដឹងអញ្ចឹងណាប៉ុន្តែបច្ចៈមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺខ្លាចរបៀបថាឡើងមុខឡើងស្វាយប៉ែដំបងឡើយបងស៊ូគាត់ថាដូចជាមិនចង់ស៊ូនាំអីមិត្តភ័ក្តិគាត់ទេពីព្រោះថាគាត់ក៏ដឹងថាមិត្តភ័ក្តិរបស់គាត់ហ្នឹងមានអារម្មណ៍បែបណាដែរប៉ុន្តែក៏ស៊ូឲ្យអស់ចិត្តទៅរបៀបថាស៊ូទៅអញ្ចឹងណាហើយក៏បានស៊ូថាមិនហើយពេលទៅមើលសពហ្នឹងណាព
ពេលហ្នឹងមិត្តភក្តិរបស់គាត់ហ្នឹងក៏បានរៀបរាប់ប្រែប្រាប់អំពីរឿងរ៉ាវដែលពួកគាត់បានទៅមើលហើយគាត់បានជួបប្រទេសហ្នឹងមិត្តភក្តិរបស់គាត់ហ្នឹងបានប្រាប់ថាគាត់មិនគូណាទៅមើលទេដោយសារតែសាកសពដែលសាកសពស្ត្រីហ្នឹងគឺស្លាប់សភាពសពហ្នឹងគឺស្លាប់អាក្រក់មើលខ្លាំងមែនតើរឹតកកគ្នាទៅនឹងខ្សែក្រវ៉ាត់ហើយចងភ្ជាប់ទៅនឹងជើងក្រែទៀតបើនិយាយអំពីសភាពសពដោយសារតែច្រើនថ្ងៃណាហើយច្រាលឈាមខ្លាំងក៏វាហើមុខហើមាត់ពេលហ្នឹងគាត់ថាភ្នែកនឹងលៀនចង់ធ្លាក់ដល់ការ៉ូហើយរបៀបថាដល់ពីដានដល់អីអញ្ចឹងទៅហើយឡើងក៏ហមប៉ែតែម្ដងរបៀបថាសុទ្ធតែឈាមហើយចំណែកឯអណ្ដាតវិញគឺធ្លាក់ដល់ដីតែម្ដងចំណែកឯសភាពនៃរាងកាយសពទាំងមូលណាគឺពោពេញទៅដោយស្នាមរបួសពីពេញខ្លួនតែម្ដងហើយមួយវិញទៀតដោយសារតែសពហ្នឹងស្លាប់គឺគេអត់ដឹងទេតលទៅថាហើមខ្លាំងមានក្លិនមានអីអញ្ចឹងទៅបានជាអ្នកក្បែរបន្ទប់ក្បែរអីហ្នឹងគេក៏គេដឹងថាអូមានមនុស្សស្លាប់នៅក្នុងបន្ទប់អញ្ចឹងហើយសភាពសពទាំងមូលគឺវាស្អុយរបៀបថាក្លិនហ្នឹងគឺអាក្រក់នៅក្នុងការស្រូបពិបាកស្រូបខ្លាំងមែនតើនិយាយមកដល់កន្លែងនេះគាត់ក៏បានប្រាប់ដែរគាត់ថាគាត់អាណិតខ្លាំងមែនតើអាណិតទៅលើបងស្រីដែលជាសពហ្នឹងណាពីព្រោះថាអត់ដឹងថាគាត់ឈឺចាប់ប៉ុណ្ណារងការវេទនាប៉ុណ្ណាមុននឹងគាត់ដាច់ខ្យល់ស្លាប់មុននឹងអីហ្នឹងទេហើយមិនត្រឹមតែប៉ុណ្្នឹងណាមិត្តភក្តិរបស់គាត់ហ្នឹងក៏ថែមទាំងជេរសង្សាររបស់ស្ត្រីម្នាក់ហ្នឹងទៀតបងស៊ូគាត់បានប្រាប់ថាគាត់អត់បានឃើញផ្ទាល់ភ្នែកទេប៉ុន្តែពេលដែលគាត់ស្ដាប់ឮមិត្តភក្តិរបស់គាត់និយាយអញ្ចឹងណាគឺគាត់ព្រឺសម្បល់ខ្លាំងមែនតើហើយបើសិនជារបៀបថាស៊ូនាំអ្នកដែលទៅជួបហេតុការណ៍នឹងដូចគ្នាដែលបានឃើញហេតុការណ៍នឹងដូចគ្នាណាអ្នកណាក៏គេនិយាយអញ្ចឹងដែរគឺនិយាយដូចគ្នាតែម្ដងហើយពេលដែលសាកសពនឹងត្រូវបានគេរកឃើញពេលយប់ឡើងបងប្អូននឹងមិនទេពេលយប់ឡើងគឺរបៀបថាសត្វឆ្កែដែលវាធ្លាប់តែស្ងប់ស្ងាត់វាធ្លាប់តែអីអញ្ចឹងណាស្រាប់តែយប់នឹងគឺវាចាប់ផ្ដើមនិយាយទៅគឺលូរំពងភូមិតែម្ដងហើយបើយើងនិយាយអំពីជំនឿនៃខ្មែរយើងវិញណាឲ្យទៅថាលឺសំឡេងឆ្កែលូវាគ្មានអីក្រៅពីឃើញខ្មោចឃើញអីនឹងទេហើយសំអីនឹងថាតាំងពីក្បាលល្ងាចហ្នឹងគេប្រទះឃើញសាកសពដែលស្លាប់នៅក្នុងបន្ទប់ហើយយប់ឡើងស្រាប់តែឆ្កែលូពេញភូមិអញ្ចឹងមិនមានអ្នកគិតបានន័យថាមិនថាយើងមិនថាគេទាំងអស់ទាំងគ្នាណាច្បាស់ជាគិតថាប្រហែលជាពលឹងឬក៏វិញ្ញាណនៃសពហ្នឹងណាច្បាស់ជាវារត់មករករាងកាយឬក៏ពលឹងនៃសពហ្នឹងគឺវាដើរធ្វើដំណើរក្រោយពេលដែលគេបានឃើញសពអញ្ចឹងទៅហើយបន្ទាប់ពីឮសូរសំឡេងឆ្កែលូពេញភូមិអញ្ចឹងទៅណាអ្នកស្រុកអ្នកភូមិនៅមួយភូមិហ្នឹងគឺគាត់អត់ហ៊ានចេញទេរបៀបថាអត់ហ៊ានចេញក្រៅចេញអីអញ្ចឹងទៅនិយាយឲ្យត្រង់គាត់ថាសំបីតែចោះបត់ជើងតូចបត់ជើងធំក៏គេមិនហ៊ានចោះចេញពីផ្ទះដែរពីព្រោះថាឆ្កែហ្នឹងគឺវាលូអត់មានស្ងាត់សោះហើយក្រោយពេលដែលករណីឃាតកម្មមួយនឹងបានកើតឡើងក៏ដូចជាមានអ្នកប្រទះឃើញនៅសពរបស់ស្ត្រីម្នាក់ហ្នឹងណាបន្ទាប់មកក៏ប៉ូលីសហ្នឹងក៏ចាប់បានជនល្មើសហើយដោយដែលថាអញ្ចឹងជនល្មើសហ្នឹងក៏មិនមែនជាអ្នកឆ្ងាយដែរជនល្មើសហ្នឹងគឺជាសង្សាររបស់គាត់នឹងឯងហើយដំណើរដើមចងរបៀបថារឿងហេតុដែលធ្វើឲ្យសង្សារម្នាក់ហ្នឹងដាច់ចិត្តសម្លាប់សង្សារហ្នឹងនារីជាសង្សារហ្នឹងគឺដោយសារតែចេះតាមពិតទៅករណីទាំងអស់ហ្នឹងគឺវាកើតឡើងដោយសារតែភ្លើងប្រច័ណ្ឌទាំងអស់បុរសម្នាក់ដែលត្រូវជាជនល្មើសហ្នឹងណាគឺគាត់ប្រច័ណ្ឌសង្សាររបស់គាត់ដោយសារតែសង្សាររបស់គាត់ហ្នឹងគឺជាអ្នកអង្គុយកំដរភ្ញៀវធ្វើការនៅពេលយប់នៅក្នុងភោជនីយដ្ឋានអីចឹងណាតាមបងស្រីគាត់បានប្រាប់ថាអញ្ចឹងហើយបើដឹងថាប្រច័ណ្ឌខ្លាំងអញ្ចឹងសាហាវអញ្ចឹងចាំបាច់អីឲ្យនារីដែលធ្វើជាជនរងគ្រោះហ្នឹងទៅធ្វើការនៅក្នុងភោជនីយដ្ឋានទៅអីហើយលុយកាក់ដែលបានមកណាមិនមែនថានារីជាសង្សារហ្នឹងគាត់ចាយតែម្នាក់ឯងណាមិនមែនតម្រូវការផ្គត់ផ្គង់តែម្នាក់ឯងណាគឺយកមកហ្នឹងលក្ខណៈថាចិញ្ចឹមទាំងអាប្រុសជាសង្សារហ្នឹងទៅទៀតរបៀបថាអញ្ចឹងណាអញ្ចឹងបានន័យថាដូចហាក់បីដូចជាគាត់ហ្នឹងដេញសង្សាររបស់គាត់ឲ្យទៅធ្វើការហើយយកលុយមកចិញ្ចឹមគាត់ដែរនិយាយទៅនិយាយចឹងស្រួលស្ដាប់ជាងនោះ
ហើយដូចតែថាបងស៊ូគាត់បាននិយាយពីខាងដើមចឹងតាមពិតទៅរឿងហ្នឹងវាបានកើតឡើងមុនពេលដែលគាត់ហ្នឹងសុំគេធ្វើការទេអញ្ចឹងក្រោយពេលដែលថាករណីនឹងបានប្រហែលថ្ងៃកើតឡើងបានប្រហែលថ្ងៃពួកគាត់ក៏សុំការងារធ្វើរបៀបថាទៅសុំការងារធ្វើដូចអ្វីដែលគាត់បានរៀបរាប់ខាងលើនឹងឯងហើយពេលដែលគាត់ទៅសុំការងារធ្វើហ្នឹងអារឿងល្បីថាខ្មោចលងនៅក្នុងភោជនីយដ្ឋានហ្នឹងគឺវាបានកើតឡើងហើយបានថាវាមានហើយអញ្ចឹងណាបងស្រីបងស៊ូណាគាត់បានប្រាប់ថាចេះមានយប់មួយពេលដែលគាត់កំពុងតែធ្វើការណាហើយគាត់ក៏ត្រូវការចូលបន្ទប់ទឹកដើម្បីដោះទុក្ខធុរៈគាត់អញ្ចឹងទៅគាត់បានប្រាប់ថាពេលដែលគាត់កំពុងតែនៅក្នុងបន្ទប់ទឹកហ្នឹងគាត់ក៏បានឮសូរសំឡេងមនុស្សស្រីយំហើយការដែលយំហ្នឹងមិនមែនថាយំដូចភ្ញៀវឬក៏ដូចបុគ្គលិកដទៃដែលគេយំទេរបៀបថាវាមិនដែលសុកថាបុគ្គលិកអីទៅយំនៅក្នុងបន្ទប់ទឹកអញ្ចឹងណាយំហ្នឹងគឺយំលក្ខណៈថាតំអូនត្អូញត្អែរំលេចពីភាពឈឺចាប់អីចឹងទៅហើយពេលដែលឮសូរសំឡេងយំចឹងក្នុងនាមជាស្រីដូចគ្នាណាបងស្រីគាត់ថាគាត់អត់ដាច់ចិត្តទេក្រោយពេលដែលគាត់ចេញពីបន្ទប់ទឹករបស់គាត់ហ្នឹងគាត់ក៏បានទៅគោះទ្វាររបៀបថាទៅគោះទ្វារបន្ទប់ទឹកដែលឮសូរសំឡេងមនុស្សស្រីយំហ្នឹងពេលដែលគាត់បើកទ្វារឡើងណាគាត់ក៏បានឃើញមានមនុស្សស្រីម្នាក់ដែលគាត់កំពុងតែអង្គុយយំនៅក្នុងបន្ទប់ទឹកហើយពេលដែលឃើញអញ្ចឹងគាត់ក៏បានសួរនាំថាបងឯងកើតអីមែនហើយមានអីឲ្យខ្ញុំជួយអត់នៅពេលហ្នឹងណានារីដែលកំពុងតែអង្គុយយំនៅក្នុងបន្ទប់ទឹកហ្នឹងគាត់ក៏បានងើបមុខឡើងហើយសម្លឹងមុខទៅកាន់របៀបថាសម្លក់ទៅកាន់បងស៊ូគាត់បានប្រាប់ថាបងស្រីម្នាក់ហ្នឹងគឺស្អាតខ្លាំងមែនតើប៉ុន្តែទឹកមុខឬក៏កែវភ្នែកដែលសម្លឹងមកគាត់ហ្នឹងគឺធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាខ្លាចចំណែកឯភ្នែករបស់នារីម្នាក់ហ្នឹងណាគឺឡើងក្រហមប៉ែតែម្ដងពេលដែលគាត់បានឃើញអញ្ចឹងគាត់ក៏នឹកឃើញនៅក្នុងចិត្តថាមិនដឹងថាគាត់នឹងជួបមនុស្សឬក៏ខ្មោចទេនេះក៏គាត់អត់បាននិយាយដែរគាត់ឲ្យគាត់និយាយថាបើមានរឿងអីឲ្យគាត់ជួយគាត់អាចជួយបានគឺគាត់ជួយហើយឥឡូវហ្នឹងគឺគាត់ត្រូវរវល់ទៅធ្វើការវិញហើយនេះជាពាក្យសម្ដីរបស់បងស៊ូដែលគាត់និយាយមុននឹងពេលរបៀបថាមុនពេលដែលគាត់ចាស់ចេញទៅបងស៊ូពេលដែលគាត់ចេញពីបន្ទប់ទឹកហើយគាត់ក៏បានជួបមិត្តរួមការងារនៅខាងក្រៅនៅភោជនីយដ្ឋានជាមួយគ្នាហ្នឹងគាត់ក៏បានប្រាប់ថាគាត់បានឃើញនារីម្នាក់បងស្រីម្នាក់អញ្ចឹងទៅកំពុងតែអង្គុយយំខូចចិត្តនៅក្នុងបន្ទប់ទឹកហើយស្រាប់តែពេលហ្នឹងមិត្តភ័ក្តិទាំងអស់ដែលគេនៅក្នុងកន្លែងរបៀបថានៅកន្លែងធ្វើការហ្នឹងគេចាប់ផ្ដើមនាំគ្នាមើលមកគាត់ហើយគេបាននិយាយថាគ្មានអ្នកណាយំទេគ្មានអ្នកណាទៅទេមានតែអ្នកឯងទេទៅម្នាក់ឯងណាទៅបន្ទប់ទឹកម្នាក់ឯងអញ្ចឹងនឹងឯងត្រូវខ្មោចលងហើយរឿងហ្នឹងវាមិនមែនថាគេទៅរបៀបថាខ្មោចទៅតែលងគាត់ណាគឺលងគេមុនលងបុគ្គលិកមុនដែរហ្នឹងអញ្ចឹងបានគេគ្រប់គ្នាគេសន្និដ្ឋានថាបងស៊ូណាគឺត្រូវបានខ្មោចលងហើយបងស៊ូគាត់បានប្រាប់ថាអញ្ចឹងគាត់ថាហើយខ្មោចលងអីបើមនុស្សស្រីបើបងស្រីម្នាក់ហ្នឹងនិយាយឆ្លងឆ្លើយមួយគាត់ដូចមនុស្សធម្មតាហ្នឹងរបៀបថានិយាយឆ្លងឆ្លើយអញ្ចឹងណាហើយគាត់ថាប្រហែលជាខូចចិត្តអីជាមួយនឹងសង្សារអីទៀតប៉ុន្តែពេលហ្នឹងមិត្តភក្តិរបស់គាត់ក៏ប្រកែកជាមួយគាត់ដែរគាត់ថាចាំបានអត់បងស្រីម្នាក់ដែលត្រូវបានសង្សារយកខ្សែក្រវ៉ាត់ទៅរឹតកកចងភ្ជាប់នឹងជើងក្រេហ្នឹងគឺជាបុគ្គលិកប្រចាំនៅហាងហ្នឹងដែរវាអញ្ចឹងណាបងប្អូនហើយគាត់ថាបើមិនជឿទេឲ្យទៅស៊ូគេទៅស៊ូអ្នកណាក៏បានដែរនៅក្នុងហាងហ្នឹងថាមានអ្នកណាគេឮសំឡេងយំឮសំឡេងអីនៅក្នុងបន្ទប់ទឹកអត់មិនត្រឹមតែប៉ុណ្្នឹងណាមិត្តភក្តិរបស់គាត់ហ្នឹងក៏ដេញឲ្យទៅស៊ូមិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលមានឈ្មោះថាសៃពៅដែលគាត់ហៅថាមីកាពៅអញ្ចឹងទៅព្រោះថាបងស្រីម្នាក់ដែលឈ្មោះសៃពៅហ្នឹងគឺគាត់ធ្វើការនៅទីហ្នឹងយូរហើយរបៀបថានៅនឹងហាងហ្នឹងយូរហើយអញ្ចឹងទៅស៊ូទៅច្បាស់ជាដឹងរឿងហើយពេលហ្នឹងបងស៊ូគាត់ថាចាប់អារម្មណ៍ដែរការចូលបន្ទប់ទឹកហ្នឹងស្ងាត់ឲ្យឈឹងតែម្ដងនិយាយទៅអត់មានអ្នកណាគេសំឡេងឲ្យចូលមកទេប៉ុន្តែពេលហ្នឹងគាត់ក៏ឮសូរសំឡេងនឹងតែម្ដងដល់ពេលគាត់គិតអញ្ចឹងទៅគាត់ក៏របៀបថាជឿ50គាត់អត់ចង់ជឿថាខ្មោចលងប្រមាណទេពីព្រោះថាខ្មោចលងអីនិយាយមួយគាត់ច្បាស់ចេះប៉ុន្តែវាដូចថាអញ្ចឹង50អញ្ចឹងណាប៉ុន្តែពេលហ្នឹងមានបុគ្គលិកច្រើនមែនតើដែលគេផ្ដល់អំណះអំណាងមកថាគេឮស្ទើរតែគ្រប់គ្នាគឺឮសំឡេងបងស្រីដែលបានស្លាប់នឹងឯងយំនៅក្នុងបន្ទប់ទឹករបៀបថាលងមួយថ្ងៃមួយថ្ងៃពីរអញ្ចឹងទៅគឺលងជាបន្តបន្ទាប់រហូតទៅដល់ឮគ្រប់គ្នាហើយជាស្ដែងទៅ
បើតាមបុគ្គលិកនិយាយនៅនឹងគាត់ថាមិនមែនថាលងតែនៅក្នុងហាងទេពេលខ្លះថាឃើញគាត់មកធ្វើការនៅហាងអញ្ចឹងណាឃើញគាត់ហ្នឹងគឺឃើញខ្មោចទេបងប្អូនឃើញខ្មោចហ្នឹងមកធ្វើការនៅហាងអញ្ចឹងណាហើយប៉ុន្តែពេលខ្លះទៀតគឺទៅតាមឡងគេទៅដល់ផ្ទះជួលទៅដល់បន្ទប់ជួលអីណោះដូចឧទាហរណ៍ថាយើងស្គាល់គ្នាអញ្ចឹងទៅធ្លាប់ស្គាល់គ្នាថា5ផ្ទះអញនៅនេះផ្ទះអញនៅនេះអញ្ចឹងលេងទៅលេងផ្ទះលេងអីជាមួយគ្នាអញ្ចឹងទៅសាប់តែស្គាល់ផ្ទះអញ្ចឹងគឺបងស្រីម្នាក់ហ្នឹងទៅគោះទ្វារទៅអីទៅឡងគេនិយាយទៅគឺឡងដល់បន្ទប់តែម្ដងនិយាយបើនិយាយថាសេវា delivery វិញណា delivery ដល់បន្ទប់តែម្ដងសាហាវខ្លាំងមែនតើយើងបកមកកាន់បន្ទប់ដែលថាបងស្រីម្នាក់ដែលបានស្លាប់នឹងវិញណាពេលហ្នឹងម្ចាស់ផ្ទះគេក៏បានប្រឹងសម្អាតជួសជុលគេឲ្យជាងមកប្រើថ្នាំប្រើអីលុបលាងលាបពណ៌ថ្មីលាបអីអញ្ចឹងទៅដើម្បីឲ្យវាបាត់ក្លិនអាក្លិនដែលឆ្អេះឆ្អាបឬក៏ក្លិនស្អុយនឹងឯងមិនត្រឹមតែប៉ុណ្្នឹងក៏គេបាននិមន្តព្រះសង្ឃដើម្បីស្រោចរបៀបថាប្រោះព្រំសូត្រមន្តសូត្រអីប្រោះព្រំប្រោះសេរីមង្គលអីចឹងទៅដើម្បីឲ្យផ្សាយមេត្តាធម៌ទៅដល់ខ្មោចនឹងឲ្យវាចេញឆ្ងាយកុំឲ្យនៅដិតដាមនៅក្នុងបន្ទប់នឹងប៉ុន្តែក្រោយពីធ្វើវិធីអស់នឹងធ្វើទាំងអស់នឹងហើយណាបងស្រីស៊ូគាត់បានប្រាប់ថាអញ្ចេះបើទោះបីជាលាបថ្នាំនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំសេរីបែបណាក៏អត់បាត់ដែររបៀបថាអត់ទៅណាសោះហ្មងក្លិនក៏នៅខ្មោចក៏ឡងរហូតទៅដល់អ្នកនៅជួបន្ទប់ក្បែរហ្នឹងណាគឺនាំគ្នារើចេញពីផ្ទះជួលហ្នឹងម្ដងមួយចឹងមានថ្ងៃមួយមានប្តីប្រពន្ធមកគូហ្នឹងណាគាត់ឡើងមកពីខេត្តកំពង់ធំហើយគាត់បានមករកជួលបន្ទប់ពេលហ្នឹងមិនដឹងថាយ៉ាងម៉េចគាត់ក៏បានជួលប៉ះបន្ទប់តែបងស្រីហ្នឹងរបៀបថាបងស្រីនឹងស្លាប់ហ្នឹងឯងហើយបើនិយាយអស់ទៅមិនមែនថាយ៉ាងម៉េចទេវាជាដូចជាចេតនារបស់ម្ចាស់ផ្ទះដែលគេមកពីឆ្ងាយហ្នឹងអត់ដឹងឲ្យតែនៅទៅបើនៅសុខក៏នៅចឹងទៅយកលុយធម្មតាហើយចំពោះប្តីប្រពន្ធពីរនាក់ហ្នឹងណាគាត់ថានៅមិនបានទេនិយាយពីក្លិនហ្នឹងធំភាយមកហើយមិនត្រឹមតែក្លិនណាពេលគាត់កំពុងតែសម្រាកកំពុងតែអីហ្នឹងគឺមកសង្កត់គាត់ទៀតបន្ទាប់ហើយបន្ទាប់ពីថាសង្កត់មិនអស់ចិត្តហើយគឺដេញនិយាយទៅលេចចេញជារូបរាងដេញគាត់ហ្មងដេញឲ្យចេញហ្មងដេញចេញពីបន្ទប់ហ្នឹងណាហើយពេលហ្នឹងគាត់ក៏បានឲ្យធូបសែនដែរគេថាគាត់មករស់នៅអញ្ចឹងអត់បានសែនអត់បានអីទៅខ្លាចគេប្រកែគេប្រកាន់ព្រោះតែគាត់នឹកឃើញថាបន្ទប់ហ្នឹងវាថ្មីហើយស្អាតតម្លៃហ្នឹងដូចជា$25ទេហើយបើសិនជាគាត់ចាក់ចេញទៅដូចវារាំងស្ដាយអញ្ចឹងណាក៏លក្ខណៈថាឲ្យធូបឲ្យទីននិយាយមួយខ្មោចអញ្ចឹងទៅប៉ុន្តែបើទោះបីជាយ៉ាងណាភាសាខ្មោចណាក៏ស្ដាប់គ្នាអត់បានដែរអញ្ចឹងហើយក៏ត្រូវតែរើចេញអញ្ចឹងទៅអញ្ចឹងរឿងរ៉ាវមួយនេះគឺខ្ញុំសង្ខេបខ្លីប៉ុណ្ណឹងដោយសារតែវារបៀបថាយើងនិយាយយូរទៅដូចជាកាន់តែយប់ទៅកាន់តែស្អកពិបាកស្ដាប់បងប្អូនយើងពិបាកស្ដាប់អញ្ចឹងក៏សូមខន្តីអធិស្ឋានចំពោះបងស៊ូព្រោះថារឿងនេះគឺនៅប្រវែងណានៃទៀតទៅបងប្អូនគាត់ថាមិនមែនថាចង់កាត់ចង់អីទេគាត់ថាយើងវាសុខភាពបំពង់កយើងអត់ល្អណាទៅតែងើបពីផ្ដាសាយផងដូច្នេះក៏សូមអធិស្ឋានប៉ុណ្នេះហើយសង្ឃឹមថាបងប្អូនបានស្ដាប់ហើយក៏ស្ដាប់កំសាន្តទៅនាវេលាពេលយប់ណាហើយក៏សូមជូនពរបងប្អូនយើងមានសុខភាពល្អធ្វើដំណើរទៅណាមកណាសូមមកជួបសុខសុវត្ថិភាពទាំងពេលទៅទាំងពេលមកមិនថាចិត្តឬក៏ឆ្ងាយទេសូមមកជួបប្រទះតែពុទ្ធពរទាំង4ប្រការដែលមានអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាឡើយខណៈពេលនេះវត្តមានខ្ញុំបាទសូមអរគុណនិងសូមគោរពលា